នៅក្នុងការប្រណាំងម៉ូតូ Endurance ឆ្នាំ2026ក្រុមហ៊ុន Yamaha Motor បានទទួលចំណាត់ថ្នាក់លេខ2ការប្រណាំងម៉ូតូ Endurance ឆ្នាំ2026ត្រូវបានធ្វើឡើងនៅ Circuit Suzuka ក្នុងខែកក្កដានៅក្នុងការប្រណាំងនេះអ្នកជិះម៉ូតូរត់ជាប់គ្នា8ម៉ោងប្រហែល1200គីឡូម៉ែត្រវាត្រូវបានកំណត់ដើម្បីតែងតាំងក្រុមអ្នកជិះលេខ1ពិភពលោកពីក្រុមហ៊ុន Yamaha Motor មានក្រុមហ៊ុនចំនួន2បានចូលរួមក្នុងការប្រណាំងនេះក្រុម Factory Racing រួមមានអ្នកជិះម៉ូតូ Motor GP ជាដំបូងការប្រណាំងគឺជា DNA របស់ Yamaha Motor ខ្ញុំសង្ឃឹមថាអ្នកចំណូលថ្មីនឹងស្គាល់ប្រភពដើមនៃការធ្វើការដោយពាក់អាវពណ៌ខៀវដូចគ្នាយើងធ្វើការជាមួយគ្នាសម្រាប់អ្នកចំណូលថ្មីវាជាការសំខាន់នៅក្នុងការគិតអំពីប្រភពដើមជាបទពិសោធន៍ចាប់ផ្ដើមតាមរយៈការប្រណាំងនេះវឌ្ឍនភាពបច្ចេកវិទ្យាជាច្រើននឹងត្រូវបានផ្ដល់ត្រឡប់ទៅរោងចក្រវិញខ្ញុំសង្ឃឹមថាអ្នកចំណូលថ្មីនឹងស្គាល់វឌ្ឍនភាពបច្ចេកវិទ្យាហើយមនុស្សគ្រប់គ្នាទទួលខុសត្រូវចំពោះវាសម្រាប់បេសកកម្មរបស់ពួកគេសំឡេងដ៏មានអានុភាពនិងស្វាហាប់បានធ្វើឲ្យខ្ញុំមានចំណង់ចំណូលចិត្តខ្ញុំពិតជារំភើបណាស់ចំពោះសំឡេងដ៏មានអានុភាពខ្ញុំមានអារម្មណ៍ថាត្រូវប្រាប់បទពិសោធន៍ដ៏សំខាន់នេះដល់អតិថិជននៅក្នុងការងារនាពេលអនាគតរបស់ខ្ញុំមនុស្សគ្រប់គ្នាស្លៀកឯកសណ្ឋានដូចគ្នានិងមានបំណែកដូចគ្នាដើម្បីលើកទឹកចិត្តអ្នកជិះខ្ញុំមានអារម្មណ៍សាមគ្គីភាពនិងរីករាយនៅពេលដែលតម្រូវការនៅក្រៅប្រទេសត្រូវបានជំរុញម៉ូតូនៅពេលដែលឧបករណ៍ចល័តមានភាពចាស់ទុំខ្ញុំចង់ចែករំលែកវប្បធម៌ដើម្បីរីករាយជាមួយនឹងម៉ូតូនៅក្នុងប្រទេសនីមួយៗសកម្មភាពប្រណាំងមានភាពរីកចម្រើនដូច្នេះតម្រូវការម៉ូតូនិងយានយន្តនឹងកើនឡើងកាន់តែច្រើនវាជាសេចក្តីថ្លៃថ្នូររបស់យើងការប្រកួតប្រជែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Yamaha Motor ទទួលបានចំណាត់ថ្នាក់លេខ2បទពិសោធន៍នៃព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះត្រូវបានចែករំលែកដោយបុគ្គលិកទាំងអស់វានឹងរួមចំណែកដល់ការអភិវឌ្ឍព្រំដែនថ្មីរបស់ក្រុមហ៊ុន Yamaha Motor